សួស្តីបងប្អូនថ្ងៃនេះត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងមានចំណេះដឹងខ្លះមកសៀជាមួយនឹងបងប្អូនយើងតែងតែឮហើយនៅពេលដែលយើងទៅសាលារៀនទោះបីជានៅវិទ្យាល័យក៏ពាក្យនេះក៏ខ្ញុំតែងតែឮគេនិយាយច្រើនដែររហូតដល់ចូលដល់ថ្នាក់ឧត្តមសិក្សាឬក៏សាកលវិទ្យាល័យខ្ញុំក៏តែងតែឮកាលនៅជានិស្សិតខ្ញុំក៏តែងតែឮហើយរហូតមកដល់ពេលនេះខ្ញុំក៏នៅតែឮហើយម្យ៉ាងវិញទៀតពាក្យនេះក៏ជាពាក្យយើងអាចនិយាយបានថាជាពាក្យគួរសមមួយដែលយើងតែងតែប្រើប្រាស់សម្រាប់អ្នកដែលតែងតែផ្ដល់នូវចំណេះដឹងខ្សៀនូវចំណេះដឹងដល់យើងនោះគឺគ្រូរបស់យើងបងប្អូនមួយចំនួនរាប់ទាំងខ្ញុំផងដែរពេលខ្លះយើងជួបលោកគ្រូអ្នកគ្រូយើងផ្ដល់តម្លៃឲ្យគាត់យើងហៅគាត់ថាជាសាស្ត្រាចារ្យពាក្យនេះមែនទេទៅវាមិនខុសទេគ្រាន់តែថាពាក្យថាសាស្ត្រាចារ្យមួយម៉ាត់នេះវាមិនមែនជាពាក្យដែលយើងអាចប្រើប្រាស់ជាផ្លូវការសម្រាប់លោកគ្រូអ្នកគ្រូដែលមិនទាន់បានឋានៈជាសាស្ត្រាចារ្យនោះទេពាក្យថាសាស្ត្រាចារ្យមួយម៉ាត់នេះជាឋានៈហើយឋានៈនេះក៏ជាឋានៈដែលមនុស្សទូទៅពេញមនោគមឲ្យតម្លៃដែរគ្រាន់តែថាឋានៈនេះគឺឋានៈក្នុងនាមជាអ្នកផ្ដល់ចំណេះដឹងអ្នកចែករំលែកចំណេះដឹងតែប៉ុណ្ណោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកពាក្យថាសាស្ត្រាចារ្យជូនដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថាតើពាក្យសាស្ត្រាចារ្យនេះវាមានឫសគល់វាមានវត្ថុបំណងនៃការប្រើប្រាស់យ៉ាងម៉េចហើយតើយើងត្រូវប្រើពាក្យនេះឲ្យបានត្រឹមត្រូវទៅនឹងបទដ្ឋានគតិយុត្តដែលមានចែងនៅក្នុងព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍការបណ្ដុះបណ្ដាលធនធានមនុស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សាឲ្យមានគុណភាពតាមពិតពាក្យសាស្ត្រាចារ្យនេះយើងបែងចែកជា3ធំតែយើងដោយរួមយើងហៅថាសាស្ត្រាចារ្យប៉ុន្តែពាក្យសាស្ត្រាចារ្យមួយម៉ាត់នេះមានបែងចែកឋានានុក្រមបាទទី1គេហៅថាសាស្ត្រាចារ្យជំនួយអង់គ្លេសហៅថា assistant professor បាទទី2សាស្ត្រាចារ្យរងអង់គ្លេសហៅថា associate professor ដល់ទី3សាស្ត្រាចារ្យឬសាស្ត្រាចារ្យមហាបរិញ្ញាអង់គ្លេសហៅថា professor បាទពាក្យទាំង3នេះយើងក្នុងចំណោមនិស្សិតក៏ដូចជាក្នុងចំណោមបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សាមិនតែថារដ្ឋឬឯកជនទេយើងតែងតែប្រើដោយខ្លីហៅថាសាស្ត្រាចារ្យតាមពិតក្នុងហ្នឹងគឺបែងចែកមាន3ឋានានុក្រមដូចខ្ញុំបានជម្រាបអញ្ចឹងខ្ញុំនឹងនិយាយក្នុងក្របខ័ណ្ឌសកលសិនបងប្អូនឬក៏លក្ខណៈវិនិច្ឆ័យទូទៅពាក្យសាស្ត្រាចារ្យនេះវាបានមកដោយការខិតខំប្រឹងប្រែងទាំងបង្រៀនជាពិសេសទៅលើការដឹកនាំធ្វើនិក្ខេបបទឬសារណាឬស្នាដៃក្នុងការស្រាវជ្រាវរួចហើយបានបោះពុម្ពផ្សាយនៅស្នាដៃទាំងអស់នោះចូលទៅក្នុងទស្សនាបដីស្រាវជ្រាវអញ្ចឹងសាស្ត្រាចារ្យមួយម៉ាត់នេះមិនមែនបានមកគ្រាន់តែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬថ្នាក់បណ្ឌិតទេមិនមានន័យថាការបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតចេញមកបានងារជាសាស្ត្រាចារ្យទេគឺមិនមែនទេដរាបណាយើងមិនមានស្នាដៃក្នុងការស្រាវជ្រាវក្នុងវិស័យអប់រំឬក៏ក្នុងជំនាញរបស់ខ្លួនដរាបនោះយើងនឹងមិនទទួលបានងារជាសាស្ត្រាចារ្យទេលក្ខណៈវិនិច្ឆ័យរបស់សាស្ត្រាចារ្យទី1សាស្ត្រាចារ្យជំនួយសាស្ត្រាចារ្យជំនួយនេះគឺពឹងផ្អែកទី1គុណវុឌ្ឍយ៉ាងទាបណាស់ក៏ត្រឹមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែរហើយមានស្នាដៃក្នុងការស្រាវជ្រាវលើជំនាញរបស់ខ្លួនបន្តមកទៀតបង្រៀន
ត្រូវតែជាគ្រូបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សាណាមួយក្រៅពីនោះក៏មានលក្ខណៈវិនិច្ឆ័យដែលតកតងទៅនឹងផ្លូវច្បាប់ដូចជាមិនមានកំហុសបច្ចេកទេសផ្នែកវិជ្ជាជីវៈឬក៏មានជាប់បទអក្រិតណាមួយផងដែរដល់សាស្ត្រាចារ្យរងគឺគាត់ត្រូវតែកាន់ឋានៈជាសាស្ត្រាចារ្យជំនួយយ៉ាងតិច4ឆ្នាំមួយទៀតគាត់ត្រូវតែមានស្នាដៃក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គមរួចបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីជាតិនិងអន្តរជាតិចំណែកឯគុណវុឌ្ឍគាត់មានយ៉ាងទាបបំផុតគឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំពោះថ្នាក់សាស្ត្រាចារ្យឬក្នុងវិស័យសុខាភិបាលលោកហៅថាសាស្ត្រាចារ្យមហាបរិញ្ញាលក្ខណៈវិនិច្ឆ័យមួយដ៏សំខាន់បំផុតសម្រាប់ឋានៈជាសាស្ត្រាចារ្យមហាបរិញ្ញាគឺត្រូវតែមានសញ្ញាបត្របណ្ឌិតហើយជាគ្រូដឹកនាំនិក្ខេបបទឬក៏ជាអ្នកស្រាវជ្រាវលើជំនាញរបស់ខ្លួនហើយការស្រាវជ្រាវនោះក៏ត្រូវតែបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីជាតិនិងអន្តរជាតិបន្ថែមពីនោះមានគុណសម្បត្តិដូចតកតងទៅនឹងរឿងមិនធ្លាប់មានកំហុសបច្ចេកកំហុសតកតងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកស្រាវជ្រាវមិនធ្លាប់មានបទក្រិតណាមួយទាំងអស់នេះជាលក្ខណៈវិនិច្ឆ័យដើម្បីបានទទួលងារជាសាស្ត្រាចារ្យជំនួយសាស្ត្រាចារ្យរងនិងសាស្ត្រាចារ្យឬសាស្ត្រាចារ្យមហាបរិញ្ញាចុះសួរថាចំពោះលោកគ្រូអ្នកគ្រូដែលបង្រៀនតាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យរហូតដល់ឧត្តមសិក្សាបើមិនមានងារជាសាស្ត្រាចារ្យតើយើងហៅគាត់ថាម៉េចយោងទៅតាមព្រះរាជក្រឹត្យស្ដីពីការផ្ដល់ឋានៈសាស្ត្រាចារ្យដោយច្រើនលោកប្រើពាក្យថាគ្រូបង្រៀនដោយខ្ញុំជម្រាបពីខាងដើមអញ្ចឹងដោយសារយើងលោកគ្រូអ្នកគ្រូដែលយើងគោរពយើងឲ្យតម្លៃនៅពេលដែលយើងប្រស្រ័យតាក់ទងជាមួយគាត់យើងក៏ហៅគាត់ថាជាសាស្ត្រាចារ្យគ្រាន់តែថានៅពេលដែលយើងប្រើប្រាស់លិខិតបទដ្ឋានជាផ្លូវការណាមួយយើងមិនអាចប្រើប្រាស់សាស្ត្រាចារ្យជាមួយគាត់បានទេយើងត្រូវតែដាក់ទៅតាមអ្វីដែលជាក់ស្ដែងបើគាត់ជាគ្រូបង្រៀនហើយជាគ្រូបង្រៀនបើគាត់ជាសាស្ត្រាចារ្យរងសាស្ត្រាចារ្យរងបើសាស្ត្រាចារ្យជំនួយសាស្ត្រាចារ្យជំនួយបើជាសាស្ត្រាចារ្យហៅគាត់សាស្ត្រាចារ្យបើគាត់ជាសាស្ត្រាចារ្យមហាបរិញ្ញាត្រូវលិខិតបទដ្ឋានទាំងអស់នោះត្រូវតែសរសេរទៅតាមងារជាក់ស្ដែងរបស់គាត់ទាំងអស់នេះខ្ញុំយកមកចែករំលែកជូនដល់បងប្អូនសង្ឃឹមថានឹងបានជាប្រយោជន៍សម្រាប់ការប្រើប្រាស់ពាក្យថាគ្រូបង្រៀននិងពាក្យថាសាស្ត្រាចារ្យឲ្យបានត្រឹមត្រូវទៅតាមគ្រឹះស្ថានឧត្តមសិក្សាសូមអរគុណ